មនុស្សនៅឯជាភូមិដាច់ស្រយាលមួយដែលបង្កប់ខ្លួនយ៉ាងជ្រៅនៅក្នុងមណ្ឌលព្រៃព្រឹក្សាដ៏ក្រាស់នៃខេត្តកំពង់ធំមានផ្ទះចាស់ទ្រុឌទ្រោមមួយក្នុងសង់ពីឈើលើថ្មបាយក្រៀមដែលអ្នកភូមិទាំងឡាយស្គាល់ថាជាផ្ទះយាយសុកកេះគ្មានអាណាម្នាក់ហ៊ានដើរកាត់ផ្ទះនោះនៅពេលប្រលប់ឡើយព្រោះតែរឿងរ៉ាវដ៏គួរឲ្យខ្លាចដែលបានដំណើរតៗគ្នាពីមួយចំនួនទៅមួយចំនួនអំពីប្រលឹងខ្មោចតៃហោងដ៏សាហាវឃោឃៅបំផុតនិងអាចកំបាំងនៃទេយ្យាទអមនុស្សកាលពីជាច្រើនចំនួនមុនម្ចាស់ដើមនៃផ្ទះនេះគឺជានារីម្នាក់ឈ្មោះនាងពៅដែលមានរូបសម្រស់ស្រស់ស្អាតលើសស្រីក្នុងភូមិប៉ុន្តែសម្រស់របស់នាងមិនបាននាំមកនូវសុភមង្គលឡើយនាងត្រូវបានបង្ខំឲ្យរៀបការជាមួយបុរសម្នាក់ដែលនាងមិនស្រឡាញ់ហើយជីវិតរបស់នាងពោរពេញទៅដោយការឈឺចាប់និងទឹកភ្នែកដោយពិបាកចិត្តខ្លាំងពេកនាងបានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនឯងដោយចងកសម្លាប់ខ្លួននៅក្រោមដើមស្វាយធំមួយដើមនៅខាងក្រោយផ្ទះការស្លាប់របស់នាងដោយទាំងមិនអស់ចិត្តនិងពោរពេញទៅដោយកំហឹងបានប្រែក្លាយព្រលឹងរបស់នាងទៅជាខ្មោចតៃហោងដ៏សាហាវឃោឃៅបំផុតអ្នកភូមិបានដាក់ឈ្មោះឲ្យខ្មោចនាងពៅថាយាយសុកកេះព្រោះតែសក់ដ៏វែងអន្លាយរបស់នាងដែលតែងតែរញ៉េរញ៉ៃដូចសម្បុកមាន់និងសម្លេងសិតសក់របស់នាងនៅពេលយប់គឺជាសញ្ញានៃសេចក្តីស្លាប់ដែលនឹងមកដល់ជាច្រើនឆ្នាំក្រោយមកចៅស្រីចៅទាត់របស់យាយសុកកេះបានបន្តរស់នៅក្នុងផ្ទះនោះពួកគេម្នាក់ហាក់ដូចជាត្រីបណ្ដាសាគ្មាននរណាម្នាក់មានជីវិតយឺនយូរឡើយហើយភាគច្រើនបានស្លាប់ក្នុងវ័យក្មេងដោយហេតុការណ៍ចម្លែកអ្នកខ្លះថាយាយសុកកេះនៅតែបន្តចាប់ជៀននិងព្រលឹងរបស់គាត់នៅតែវន់វៀនក្នុងផ្ទះនោះដើម្បីស្វែងរកអ្នកស្នងមរតកបន្តវេនទៀតរឿងរ៉ាវបានឈានមកដល់ជំនាន់របស់នាងម៉ាលីក្មេងស្រីកំសត់ម្នាក់ដែលរស់នៅជាមួយយាយរបស់នាងនៅក្នុងផ្ទះដ៏គួរឲ្យខ្លាចនោះយាយរបស់នាងគឺជាមនុស្សចាស់ដ៏ពោរពេញទៅដោយអាថ៌កំបាំងគាត់មិនដែលអនុញ្ញាតឲ្យម៉ាលីចេញពីផ្ទះនៅពេលយប់ឡើយហើយតែងតែដុតធូបសែនអ្វីម្យ៉ាងជារៀងរាល់យប់នៅក្រោមដើមស្វាយចាស់នោះនៅពេលម៉ាលីឈានចូលវ័យ18ឆ្នាំសុខភាពរបស់យាយនាងក៏ចាប់ផ្ដើមទ្រុឌទ្រោមយ៉ាងឆាប់រហ័សមុនពេលដេកខ្យល់ស្លាប់យាយរបស់នាងបានហៅនាងមកជិតនិងខ្សឹបប្រាប់ដោយសំឡេងញើថាចៅចូលចងចាំថាមិនថាមានរឿងអ្វីកោចឡើងទេចូលគុំទៅក្បែរដើមស្វាយនោះនៅយប់ខែដេកអោសក្រោយយាយនឹងយាយចំយាយរបស់នាងក៏ស្លាប់បាត់ទឺបន្សល់ទុកឲ្យម៉ាលីនៅម្នាក់ឯងក្នុងផ្ទះដ៏ធំនិងគួរឲ្យខ្លាចនោះភាពឯកោនិងការចង់ដឹងចង់គ្រឿងបានធ្វើឲ្យម៉ាលីភ្លេចនៅបណ្ដាំរបស់យាយនាងនៅយប់ខែដាច់មួយនាងម៉ាំងលួចចេញពីផ្ទះហើយដើរសម្ដៅទៅដើមស្វាយដ៏ធំនោះនៅក្រោមពន្លឺព្រះច័ន្ទនាងបានឃើញប្រអប់ឈើចាស់មួយកប់បង្កាន់ដាននៅកង់ដីដោយមិនដឹងថាអ្វីនោះទេនាងក៏ចាប់ផ្ដើមជីកកកាយប្រអប់នោះឡើងមកនៅពេលបើកគម្របប្រអប់ភ្លាមខ្យល់ត្រជាក់បានបោកមុខពាក់រាងកាយរបស់នាងធ្វើឲ្យនាងរងានៅក្នុងប្រអប់នោះនាងបានឃើញក្រណាត់សមួយដែលប្រឡាក់ទៅដោយឈាមខ្មៅក្រឹបនិងសក់មួយកញ្ចប់ដែលមួននៅក្នុងនោះរំពេះនោះសំឡេងសើចមួយក៏បន្លឺឡើងពីខាងក្រោមខ្នងរបស់នាងនៅពេលម៉ាលីងាកក្រោយនាងបានឃើញស្រមោលខ្មៅមួយឈរនៅក្រោមដើមស្វាយនោះស្រមោលនោះប្រែរូបរាងទៅជាស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់បុរាណសក់វែងអន្លាយបាំងមុខជិតសក់វែងអន្លាយភ្នែកធំក្រហមឆ្អិនឆ្អៅចៅស្រីចៅមកហើយឬសំឡេងនឹងងឺដូសែនព្រឺព្រោះនោះយាយម៉ាលីភ័យខ្លាំងណាស់នាងព្យាយាមរត់ដែរប៉ុន្តែជើងរបស់នាងហាក់ដូចជាមានអ្វីមួយទាញជើងនាងជាប់នឹងដីខ្មោចយាយសក់កេះបានលន់បន្លាចនាងភ្លាមនោះម៉ាលីមានអារម្មណ៍ថាមានអ្វីមួយកំពុងតែឈរនៅពីក្រោយនាងងាកក្រោកភ្លាមក៏ដួលសន្លប់បាត់ស្មារតីតែម្ដងនៅពេលនាងភ្ញាក់ឡើងវិញនាងឃើញខ្លួនឯងនៅកេញនឹងការ៉ូក្បែរក្រែករបស់នាងគិតថាវាក្រងតែជាសុបិនអាក្រក់មួយប៉ុណ្ណោះប៉ុន្តែនៅពេលនាងក្រឡេកមើលក្នុងកញ្ចក់នាងបានឃើញថាសក់របស់នាង
កាន់តែវិញទៅខុសពីធម្មតារាត្រីនោះនាងព្យាយាមចូលគេងដែរតែគេងមិនលក់សោះបណ្ដាទីយ៉ានអាមនុស្សបានចាប់ផ្ដើមហើយម៉ាលីបានក្លាយទៅជាយាយសុកកេះជំនាន់ថ្មីនៅពេលថ្ងៃនាងគឺជាក្មេងស្រីធម្មតាប៉ុន្តែនៅពេលយប់នាងមិនក្លាយទៅជាយាយសុកកេះស្នងតំណែងជាទីយ៉ានយប់មួយអ្នកភូមិមួយក្រុមបានប្រមូលផ្ដុំគ្នាហើយសម្រេចចិត្តទៅមើលម៉ាលីពួកគេបានឃើញក្បាលរបស់ម៉ាលីក៏ចេញពីខ្លួនមកដែរក្បាលនោះហោះស្ទួយចេញពីផ្ទះនោះបោះពួយចេញក្រៅយ៉ាងលឿនហើយអ្នកភូមិបានកាន់ភ្លើងដើម្បីឲ្យទីកន្លែងឆាបឆេះឡើងសន្ធោសន្ធោស្របពេលដែលនាងម៉ាលីត្រឡប់មកវិញក៏ត្រូវភ្លើងធ្វើឲ្យឆាបឆេះរហូតដល់បាត់តែម្ដងតាំងពីពេលនោះមកគ្មាននរណាឃើញយាយសុកកេះឬខ្មោចអាបនៅភូមិនោះទៀតឡើយផ្ទះយាយសុកកេះបានបិទចាក់សោនឹងទ្វាររបរញាក់ភូមិនាំគ្នាចាក់សោនឹងច្រវាយជួបទោះយ៉ាងណាក៏ដោយនៅយប់ខែដាច់ម្ដងទៀតអ្នកភូមិខ្លះនៅតែឃើញមានអាបហោះចេញពីទីកន្លែងនោះដដែលទំនងស្វែងរកទាយ៉ាថ្មីដើម្បីបន្តបណ្ដាសាដល់សែនរឹងធិតនេះជារៀងរាល់ហូត